លោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុជាតិត្បូងឃ្មុំ FM 88 MHz លំដាប់តទៅនេះសូមជូនព័ត៌មានខ្លីលោកលយសុផាតកោតសរសើរចំពោះការរីកចម្រើនរបស់ខេត្តកំពតនិងជំរុញការអភិវឌ្ឍលើវិស័យអាទិភាពខេត្តកំពតលោកលយសុផាតប្រធានគណៈកម្មការផែនការវិនិយោគកសិកម្មរុក្ខប្រមាញ់និងនេសាទអភិវឌ្ឍជនបទបរិស្ថានធនធានទឹកនិងឧតុនិយមបានសម្ដែងការកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះការរីកចម្រើនគួរឲ្យកត់សម្គាល់របស់ខេត្តកំពតលើគ្រប់វិស័យជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការទាក់ទាញវិនិយោគការអភិរក្សបរិស្ថាននិងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូគណៈកម្មការទី3នៃរដ្ឋសភាអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពតដឹកនាំដោយលោកតាហាប់ប្រធានក្រុមប្រឹក្សាខេត្តនិងលោកម៉ៅធនិនអភិបាលនៃគណៈអភិបាលខេត្តកំពតព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនារសៀលថ្ងៃទី24ខែមិថុនាឆ្នាំ2026ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំខេត្តបានធ្វើរបាយការណ៍ជូនគណៈប្រតិភូអំពីសមិទ្ធផលសំខាន់ៗក្នុងការអនុវត្តច្បាប់បញ្ហាប្រឈមនិងទិសដៅការងារបន្តស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលជាពិសេសខេត្តកំពតបានសម្រេចលទ្ធផលល្អប្រសើរលើវិស័យវិនិយោគកសិកម្មបរិស្ថាននិងការអភិវឌ្ឍជនបទដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើនសុខុមាលភាពប្រជាពលរដ្ឋបន្ទាប់ពីស្ដាប់របាយការណ៍រួចលោកលយសុផាតកោតសរសើរចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកម៉ៅធនិនដែលបានប្រែក្លាយខេត្តកំពតឲ្យមានសោភ័ណភាពកាន់តែស្រស់ស្អាតទាក់ទាញនិងស័ក្តិសមជាខេត្តទេសចរណ៍ដ៏មានសក្តានុពលនៅភាគនិរតីនៃប្រទេសជាមួយគ្នានេះគណៈកម្មការទី3និងរដ្ឋបាលខេត្តក៏បានផ្លាស់ប្តូរយោបល់លើវិស័យអាទិភាពសំខាន់ៗរួមមានការជំរុញការវិនិយោគការលើកកម្ពស់វិស័យកសិកម្មនិងការអភិរក្សបរិស្ថានដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពនិងបង្កើតឱកាសការងារឲ្យកាន់តែច្រើនជូនប្រជាពលរដ្ឋលោកលយសុផាតក៏បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធបន្តខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពនិងអះអាងថានឹងនាំយកបញ្ហាប្រឈមនិងសំណូមពររបស់ខេត្តជម្រាបជូនថ្នាក់ដឹកនាំរដ្ឋសភានិងរាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពតមកនៅថ្ងៃដដែលគណៈប្រតិភូនៃគណៈកម្មការផែនការវិនិយោគកសិកម្មរុក្ខាប្រមាញ់និងនេសាទអភិវឌ្ឍជនបទបរិស្ថានធនធានទឹកនិងឧតុនិយមនៃរដ្ឋសភាដឹកនាំដោយលោកលយសុផាតបានអញ្ជើញចុះទស្សនកិច្ចនិងជួបសំណេះសំណាលជាមួយគណៈកម្មការសហគមន៍នេសាទត្រពាំងរពៅស្ថិតនៅភូមិត្រពាំងរពៅសង្កាត់ព្រែកត្នោតក្រុងបូកូខេត្តកំពតសូមជម្រាបជូនថាសហគមន៍នេសាទត្រពាំងរពៅត្រូវបានបង្កើតឡើងតាំងពីឆ្នាំ2001និងទទួលបានការទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅឆ្នាំ2011បច្ចុប្បន្នសហគមន៍មានសមាជិកចំនួន768នាក់និងកំពុងអនុវត្តការងារអភិរក្សធនធានជលផលព្រៃកោងកាងនិងអភិវឌ្ឍទេសចរណ៍ធម្មជាតិដោយមានការចូលរួមពីសមាជិកសហគមន៍និងអាជ្ញាធរពាក់ព័ន្ធជាមួយគ្នានេះសហគមន៍នេសាទត្រពាំងរពៅកំពុងជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួនរួមមានការនេសាទខុសច្បាប់ការប្រែប្រួលអាកាសធាតុនិងកង្វះខាតធនធានសម្រាប់ការល្បាតនិងអភិរក្សដែលទាមទារឲ្យការគាំទ្របន្ថែមពីស្ថាប័នពាក់ព័ន្ធក្នុងឱកាសនោះលោកលយសុផាតបានសម្ដែងនូវសេចក្តីរីករាយនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការនិងសមាជិកសហគមន៍នេសាទត្រពាំងរពៅដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិនិងការអភិវឌ្ឍសហគមន៍លោកក៏បានជំរុញនិងលើកទឹកចិត្តឲ្យសហគមន៍បន្តពង្រឹងការងារអភិរក្សធនធានធម្មជាតិស្របពេលជាមួយគ្នានិងការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិឲ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរសម្ដៅបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ក្នុងឱកាសនោះផងដែរគណៈប្រតិភូក៏បានឧបត្ថម្ភថវិកាចំនួន1លានរៀលជូនដល់សហគមន៍នេសាទត្រពាំងរពៅដើម្បីគាំទ្រសកម្មភាពអភិរក្សនិងអភិវឌ្ឍសហគមន៍ផងដែរព័ត៌មានខ្លីដែលលោកអ្នកនាងបានស្ដាប់ពីវិទ្យុជាតិត្បូងឃ្មុំនៅពេលនេះសូមចប់តែប៉ុណ្ណេះលោកអ្នកនាងរងចាំតាមដានស្ដាប់ព័ត៌មានខ្លីរបស់វិទ្យុយើងនៅពេលក្រោយជាបន្តទៀតសូមអរគុណ